ហើយបងប្អូនសិស្សានុសិស្សថ្នាក់ទី1សាជាថ្មីចឹងយើងវិលមកជួបគ្នាជាមួយនឹងវីដេអូដែលបង្ហាញអំពីការសរសេរតាមអានបាទបានន័យថាគឺយើងរៀនវិញ្ញាសាសរសេរតាមអានតាមរយៈវីដេអូបាទចឹងវីដេអូនេះគឺខ្ញុំធ្វើឡើងសម្រាប់បងប្អូនសិស្សានុសិស្សថ្នាក់ទី1ហើយបងប្អូនសិស្សានុសិស្សថ្នាក់ទី2ក៏អាចរៀនសរសេរបានដែរបាទព្រោះបាទប្រហែលគ្នាទេមេរៀនណាបាទហើយសង្ឃឹមថាបងប្អូននឹងជួយចុច like និង Subscribe Channel ខ្ញុំអ្នកមួយផងបាទតោះចឹងយើងមកមើលទាំងអស់គ្នាចូលសរសេរតាមអានរៀបចំពាក្យនិងល្បះខាងក្រោមបាទចូលសរសេរតាមអានរៀបចំពាក្យនិងល្បះខាងក្រោមចឹងបងប្អូនអានពាក្យទាំងអស់នេះតាមខ្ញុំម្ដងមួយដោយច្បាស់ទាំងអស់គ្នាបាទចឹងពាក្យនេះយើងអានថាមួយយ៉ាងលហុងស្នាចស្អិតបាទស្អិតស្វាស្ងួតបាទស្ងួតពាក្យនេះយើងអានថាលហលហាចបាទលហលហាចពាក្យនេះយើងអានថាស្វិតស្វាញបាទស្វិតស្វាញពាក្យនេះយើងអានថាស្អិតស្អាងបាទស្អិតស្អាងដល់ឡែកពាក្យមួយនេះយើងអានថាស្ងប់ស្ងាត់បាទស្ងប់ស្ងាត់តើចឹងយើងមកមើលល្បះខាងក្រោមទាំងអស់គ្នាបាទនេះជាល្បះដែលយើងត្រូវរៀនអានទាំងអស់គ្នាណាបាទតើអានតាមលោកគ្រូទាំងអស់គ្នាបុប្ផាប្រឹងប្រែងធ្វើការយ៉ាងល្អិតល្អន់បាទបុប្ផាប្រឹងប្រែងធ្វើការយ៉ាងល្អិតល្អន់បាទចឹងយើងមករៀនសរសេរទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមសរសេរទាំងអស់គ្នាណាខ្ញុំអានម្ដងទៀតម្ដងមួយហើយបងប្អូនអ្នកសរសេរចូលសិភៅទាំងអស់គ្នាបាទយើងសរសេរបណ្ដោយយើង stop វីដេអូដើម្បីសរសេរហើយចាំសរសេរមួយពាក្យទៀតបាទតោះមួយយ៉ាងលហុងស្នាចស្អិតស្វាស្ងួតលហលហាចស្វិតស្វាញស្អិតស្អាងបាទស្ងប់ស្ងាត់ឥឡូវយើងរៀនសរសេរល្បះនេះទាំងអស់គ្នាបងប្អូនទាំងអស់គ្នាណាបាទខ្ញុំអានជូនមួយបុប្ផាប្រឹងប្រែងធ្វើការយ៉ាងល្អិតល្អន់បាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើន